កម្មវិធីបុណ្យនេះកើតឡើងដោយធ្វើកតញ្ញូតាធម៌របស់កូនចៅប្រុសស្រីគ្រប់រូបទាំងអស់ដែលមានជីវិតរស់នៅនេះបាននឹករលឹកឃើញដល់គុណូបការៈរបស់លោកជាមេត្តានិងជាជីដូនដែលបានធ្វើកិច្ចការដ៏ល្អមានប្រយោជន៍ដល់ដងម្ដងមកលើកូនចៅប្រុសស្រីទាំងអស់គឺមានការចិញ្ចឹមបីបាច់ថែរក្សាទូលមានព្រានប្រដៅអប់រំឲ្យកូនចៅទាំងអស់ទៅជាសប្បុរសជនដោយលោកជាមេត្តាដែលប្រកបដោយគុណធម៌ដ៏ល្អតាមបែបពុទ្ធសាសនាទើបកូនចៅទាំងអស់មានធ្វើកតញ្ញូដឹងគុណទោះបីជាលោកលះបង់លោកនៃទៅកាន់លោកខាងមុខហើយក៏នៅតែនឹករលឹកនៅគុណូបការៈនោះពុំអាចភ្លេចបានទើបថ្ងៃនេះមានកម្មវិធីបុណ្យគម្រប់ខុប100ថ្ងៃជាតិខេណានុប្រទានក្នុងឱកាសនេះក្នុងកម្មវិធីបុណ្យនេះអាត្មាភាពបានទទួលភារកិច្ចនិមន្តរបស់លោកអ្នកម្ចាស់ដើមបុណ្យមកដើម្បីសម្ដែងព្រះសុធម្មវិសេសទេសនាជាគ្រឿងបតិការៈតបស្នងឆ្លងសទ្ធាទឹកចិត្តរបស់លោកអ្នកម្ចាស់ដើមបុណ្យក៏ដូចជាញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ដែលបានចូលមកអនុមោទនាក្នុងកម្មវិធីបុណ្យនេះអាស្រ័យហេតុនេះធម៌ទេសនាក្នុងកម្មវិធីបុណ្យខួប100ថ្ងៃនេះអាត្មាភាពនឹងលោកលើកយកគោលធ្វើមកសម្ដែងជូនដល់ញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់មានលោកអ្នកម្ចាស់ដើមបុណ្យជាប្រធាននេះក៏គឺសម្ដែងអំពីទិដ្ឋធម្មិកថប្រយោជន៍4យ៉ាងព្រោះនៅក្នុងពុទ្ធសាសនាញោមញាតិពុទ្ធបរិស័ទដែលគោរពបដិបត្តិពុទ្ធសាសនាដោយបានការសិក្សារៀនសូត្រនៅពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធពោលដោយច្បាស់លាស់ចេះដឹងឬក៏បានស្ដាប់ធម៌ទេសនាឬក៏សែបសុបគប់នឹងលោកអ្នកប្រាជ្ញបណ្ឌិតតែងតែយល់ដឹងថាការគោរពបូជាពុទ្ធសាសនានេះតែងបានទទួលប្រយោជន៍3យ៉ាងក្នុងការគោរពពុទ្ធសាសនាប្រយោជន៍ទី1គឺប្រយោជន៍ក្នុងបច្ចុប្បន្នដែលយើងកំពុងតែមានជីវិតរស់នៅទាំងអស់គ្នានឹងត្រូវការធ្វើឲ្យជីវិតយើងនឹងបានសុខសាន្តមានជោគជ័យសិរីសួស្តីរស់នៅដោយសុខស្រួលនឹងប្រយោជន៍ទី1ប្រយោជន៍ទី2វេលាដែលយើងលះលោកនេះអស់អាយុទៅកាន់លោកខាងមុខយើងនឹងបានទៅចាប់បដិសន្ធិកំណើតថ្មីក្នុងសុគតិភពប្រយោជន៍ទី3ញោមញាតិពុទ្ធបរិស័ទនឹងអាចឆ្លងភពវាលវដ្តសង្សារទៅកាន់ព្រះនិព្វានបានព្រោះនេះផលប្រយោជន៍ដែលគោរពពុទ្ធសាសនានោះតែប្រយោជន៍3យ៉ាងហ្នឹងកើតឡើងដោយសារញោមញាតិពុទ្ធបរិស័ទនឹងយល់ចេះដឹងនៅពុទ្ធសាសនានឹងច្បាស់លាស់បើញោមញាតិមិនបានយល់មិនបានចេះដឹងនៅពុទ្ធសាសនាទេមិនស្គាល់អំពីប្រយោជន៍3យ៉ាងនៃការគោរពបប្រតិបត្តិពុទ្ធសាសនាទេប្រយោជន៍3យ៉ាងហ្នឹងភាសាបាលីប្រយោជន៍ទី1ជាភាសាបាលីលោកថាទិដ្ឋធម្មិកថប្រយោជន៍គឺប្រយោជន៍បច្ចុប្បន្នដែលយើងកំពុងត្រូវការរស់នៅប្រយោជន៍ទី2សម្បារាយកថប្រយោជន៍វេលាយើងអស់ជីវិតទៅនឹងបានទៅកើតក្នុងសុគតិ
នឹងប្រយោជន៍ទី3បរមត្តប្រយោជន៍គឺប្រយោជន៍នៅក្នុងព្រះនិព្វានដែលញោមញាតត្រូវការចង់បានប៉ុន្តែបើតាមសង្កេតមើលទៅញោមញាតពុទ្ធបរិស័ទអត់យល់ពីប្រយោជន៍បច្ចុប្បន្នទេតែឮញោមញាតប្រាថ្នាខ្លះថាអើយចង់បានទៅឋានសួគ៌វិលេអស់ជីវិតទៅនឹងទៅកាន់និព្វានដឹងតែពីរប្រយោជន៍មួយដែលសំខាន់ជាងគេបច្ចុប្បន្នដែលកំពុងតែរស់នៅនោះអត់ដឹងអត់ចេះអីទេអត់យល់ម្ល៉េះហើយអត់បានធ្វើប្រយោជន៍នោះឲ្យបានសម្រេចទេញោមញាតិពុទ្ធបរិស័ទប្រយោជន៍ទី1គឺប្រយោជន៍ក្នុងបច្ចុប្បន្នដែលឈ្មោះថាទិដ្ឋធម្មិកតប្រយោជន៍នេះជាឫសគល់ជាគ្រឹះនៃឋានសួគ៌និងព្រះនិព្វានបើញោមញាតិធ្វើប្រយោជន៍ក្នុងបច្ចុប្បន្នហ្នឹងមិនបានសម្រេចទេឋានសួគ៌និងព្រះនិព្វានហ្នឹងឆ្ងាយហើយអានេះបើតាមការយើងសិក្សានៅពុទ្ធវចនៈពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធវិញម្យ៉ាងទៀតមានបុគ្គលមនុស្សពួកខ្លះនោះមិនយល់មិនដឹងពុទ្ធសាសនាអីសោះហ៊ានបញ្ចេញវាទៈសម្ដីដោយគំនិតរបស់ខ្លួនថាអ្នកកាន់ពុទ្ធសាសនានឹងមិនមានទេសតក្រពុទ្ធសាសនាធ្វើមនុស្សឲ្យក្រពលនិយាយចឹងច្បាស់ចេះថាតអ្នកកាន់ពុទ្ធសាសនាគឺពុទ្ធសាសនានឹងធ្វើអ្នកកាន់នឹងឲ្យក្រហើយមិនឲ្យលូតលាស់បានប៉ុន្តែដោយអំណាចសេចក្តីល្ងងរបស់ព្រះអង្គគិតមិនកលេចមើលសាសនាដទៃអ្នកកាន់សាសនាដទៃនឹងមានគ្រប់តែគ្នាឬក៏មានក្រដែរអានេះយើងមើលអញ្ចឹងទៅដែលយើងឲ្យពេទ្យទៅញោមអើយអ្នកកាន់សាសនាណាក៏មានក្រដូចតែគ្នាអញ្ចឹងឯងវាជាពិសេសទៅទៀតមានប្រទេសខ្លះអត់មានសាសនាផងអានឹងកាន់តែក្រណាស់ទៅទៀតបងអត់មានកាន់សាសនាប៉ុន្តែកាន់តែក្រនៅទៅទៀតតែនៅយើងថាសាសនាដែរទៅធ្វើមនុស្សនៅឲ្យក្របើប្រទេសនឹងអត់ទាំងមានសាសនាប៉ុណ្ណឹងហើយច្បាស់លាស់អាស្រ័យហេតុនេះមិនមែនក្រដោយសារកាន់សាសនាទេជាពិសេសយើងអ្នកកាន់ពុទ្ធសាសនានឹងមិនមែនក្រដោយសារយើងកាន់ពុទ្ធសាសនាទេអាស្រ័យហេតុនេះបានជាទេសនាក្នុងកម្មវិធីបុណ្យ100ថ្ងៃអបាសិក្ខាជាស្ងួនអាត្មានឹងលើកយកទិដ្ឋធម្មិកតប្រយោជន៍4យ៉ាងធ្វើ4យ៉ាងដែលធ្វើឲ្យញោមញាតិពុទ្ធបរិស័ទនឹងអត់ជួបនឹងសេចក្តីក្រទេមិនជួបទេសេចក្តីក្រវាមានលក្ខណៈ4យ៉ាងទៅតាមពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទុកសម្ដែងទុកឲ្យពុទ្ធបរិស័ទនឹងអនុវត្តបដិបត្តិបើយើងសិក្សាមើលទៅពុទ្ធសាសនាយើងល្អជាងសាសនាណាដទៃទាំងអស់ព្រះពុទ្ធមិនមែននាំបបួលមនុស្សទៅឋានសួគ៌ឋាននិព្វានទេញោមមុនដំបូងគឺព្រះពុទ្ធនាំមនុស្សនោះឲ្យធ្វើម៉េចជីវិតខ្លួនឯរស់នៅឲ្យបានសុខសួស្តីសិនតែហ្នឹងឯងដែលយើងថាពុទ្ធសាសនាល្អជាងសាសនាណាដទៃបើបើអញ្ចឹងតទៅនេះអាត្មាភាពនឹងលើកគោលធ្វើទិដ្ឋធម្មិកតប្រយោជន៍4យ៉ាងហ្នឹងមកអធិប្បាយម្ដងមួយជូនដល់ញោមញាតិពុទ្ធបរិស័ទដែលមានលោកអ្នកម្ចាស់ដើមបុណ្យជាដើមស្ដាប់ហើយពិចារណាថាតើគោលធ្វើ4យ៉ាងហ្នឹងធ្វើឲ្យមនុស្សមានទ្រព្យមានសម្បត្តិឬធ្វើឲ្យមនុស្សក្រអានេះសំញោមស្ដាប់ឲ្យពិចារណាឲ្យដឹងច្បាស់ខ្លួនឯងទិដ្ឋធម្មិកតប្រយោជន៍ទី1ភាសាបាលីថាឧទ្ធានសម្បត្តិទី2អរកសម្បត្តិទី3សមជីវតាទី4កល្យាណមិត្តតានឹងគោលធ្វើ4ណាគោលទី1ឧទ្ធានសម្បត្តិ
ជាភាសាបាលីប្រែមកជាខ្មែរបានអត្តន័យថាឲ្យដល់ព្រមញោមញាតបរិស័ទមនុស្សដល់ព្រមដោយសេចក្តីឧស្សាហ៍ព្យាយាមមិនខ្ជិលច្រអូសចំពោះកិច្ចការងារចំពោះមុខដែលខ្លួនយើងត្រូវធ្វើយើងមានកិច្ចការអីត្រូវធ្វើគឺព្យាយាមធ្វើមិនខ្ជិលច្រអូសមិនលះបង់ការងារដែលយើងត្រូវធ្វើនឹងចោលនឹងទី1ព្រះអង្គថាកុំឲ្យយើងខ្ជិលព្រោះព្រះអង្គជ្រាបច្បាស់ថាសេចក្តីខ្ជិលនឹងធ្វើឲ្យមនុស្សល្ងង់ធ្វើឲ្យមនុស្សក្រជាប្រភពមូលហេតុឬគាត់ដែលធ្វើឲ្យមនុស្សល្ងង់មនុស្សក្រគឺសេចក្តីខ្ជិលតែខ្ជិលកើតឡើងហើយគ្មានអីចម្រើននោះបានទេនឹងសោអញ្ញញាតជ្រាបចឹងបានព្រះអង្គប្រាប់ថាសូមឲ្យបរិស័ទមនុស្សទាំងអស់ឲ្យដល់ព្រមដោយសេចក្តីឧស្សាហ៍ព្យាយាមកុំដាក់ចោលកុំទម្លាក់ចោលត្រូវតែធ្វើហើយឧស្សាហ៍ព្យាយាមការឧស្សាហ៍ព្យាយាមនេះនៅក្នុងបារមី10មានមួយហើយជាវិរិយបារមីគឺព្យាយាមធ្វើកិច្ចការមិនដាក់ចោលតស៊ូទោះបីជានឿយហត់លំបាកយ៉ាងណាក៏តស៊ូដែរនឹងទី1ហើយញោមញាតពុទ្ធបរិស័ទដែលកំពុងតែអង្គុយស្ដាប់ធម៌ទេសនាហ្នឹងក៏វាមានលក្ខណៈព្យាយាមនោះកើតមានដល់ញោមញាតហើយបានញោមញាតមានចំណេះចេះដឹងអក្សរសាស្ត្រសិល្បវិទ្យាមានត្រឹមមានសម្បត្តិអីដល់សប្តាហ៍ថ្ងៃដែរពោលដោយសារសេចក្តីព្យាយាមណាយបើអត់ព្យាយាមក៏មានចេះគ្មានដឹងអីទេបងស្អីសារតស៊ូលះបង់សេចក្តីខ្ជិលគឺប្រកបដោយសេចក្តីព្យាយាមហ្នឹងនឹងទី1ហើយទី2អរខសម្បទាដល់ព្រមដោយការដែលថែរក្សាទ្រព្យសម្បត្តិដែលខ្លួនព្យាយាមធ្វើកិច្ចការងារនឹងបានទ្រព្យបានសម្បត្តិឲ្យត្រូវរក្សាឲ្យគង់វង្សការចាយវាយប្រើប្រាស់ត្រូវចាយវាយទៅលើការងារណាដែលមានប្រយោជន៍ការងារដែលគ្មានប្រយោជន៍មិនត្រូវយកទៅចាយវាយទេដូចយ៉ាងការចាយវាយក្នុងគ្រឿងអបាយមុខដែលអត់ប្រយោជន៍អស់ទ្រព្យអស់សម្បត្តិឲ្យផ្ដាល់ទុកផ្ដាល់ទោសផ្ដាល់ជំងឺរោគគាឲ្យដល់ខ្លួនទៀតអានឹងព្រះសម្មាសម្ពុទ្ធលោកហាមថាមិនអោយចាយវាយអញ្ចឹងទេបើយកទៅចាយវាយក្នុងគ្រឿងវិន័យអបាយមុខឈ្មោះថាអ្នកមិនរសាទ្រព្យយកទៅចាយចោលឯងបំផ្លាញបងលោកឲ្យរសាទ្រព្យគឺចាយវាយទៅលើតការងារណាដែលមានប្រយោជន៍ក្នុងការចិញ្ចឹមជីវិតរបស់ខ្លួនក្រុមគ្រួសារកូនចៅរបស់ខ្លួនឬក៏ក្នុងការបរិច្ចាគទានដល់ជនអ្នកកំសត់ទូរគាត់ឬក៏ការធ្វើទានចំពោះភិក្ខុសង្ឃនៅក្នុងពុទ្ធសាសនានោះចាយវាបែបនេះឈ្មោះថាការមិនខ្ជះខ្ជាយគឺជាអ្នកថែរក្សាទ្រព្យរបស់ខ្លួនឲ្យគង់វង្សចាយបែបនេះមិនក្រទេញោមញាតទ្រព្យសម្បត្តិរបស់បានមិនក្រមិនអស់គឺយើងគាត់គង់ចាយវាយមានប្រយោជន៍បានយើងចាយវាយបើអត់ប្រយោជន៍អត់ចាយវាយទេបណ្ណាម្យ៉ាងការគាត់គង់ការរសានឹងម្យ៉ាងវាខ្លាំងពេកបើដល់ខ្លាំងពេកវាខ្វះបញ្ញាវាទៅចូលក្នុងរឿងដែលកំណាញ់វាទៅរឿងកំណាញ់មួយទៀតធម្មច្ឆរិយៈកំណាញ់សេចក្តីកំណាញ់នឹងជាអកុសលមួយប៉ុណ្ណោះក្នុងចិត្តបានព្រះសម្មាសម្ពុទ្ធព្រះអង្គលោកណែនាំបង្រៀនឲ្យបរិស័ទនឹងចេះធ្វើទានបរិច្ចាគទ្រព្យធននៃខ្លួនប្រើប្រាស់ហើយវាមានសល់នឹងងាកកលេចមើលជុំវិញជីវិតជុំវិញខ្លួនណាអ្នកដែលខ្វះខាតក្រខ្សត់ឬក៏អ្នកដែលជួបគ្រោះថ្នាក់
នឹងអគិភ័យនឹងអត្តកភ័យភ្លើងឆេះឬទឹកលិចទឹកចំនួនលិចលងឲ្យមើលពួកនឹងផងយើងបរិច្ចាគទ្រព្យសម្បត្តិរបស់យើងទៅតាមលទ្ធភាពឲ្យគួរទៅបានដើម្បីជួយសង្គ្រោះពលដល់មនុស្សអស់ហ្នឹងបើញោមញាតហួងហែងការពារខ្លាចវាអស់ខ្លាំងពេកទៅរឿងមួយអត់ល្អទៀតទេណាញោមណាជាងបានជួយសង្គ្រោះដល់ជីវិតជុំវិញខ្លួនយើងដែលគ្នាកំពុងជួបសេចក្តីទុក្ខដល់អញ្ចឹងទៅអ្នកប្រាជ្ញដូនតាយើងបណ្ឌិតយើងលោកបានលើកច្បាប់មួយដើម្បីដាស់តឿនយើងអ្នកដែលកំណាញ់ហ្នឹងអ៊ុំហែងការពារខ្លាំងពេកកំណាញ់នោះថាជន់អន្តេរថៃចិត្តជួអប្រៃអិតមានមេត្តាទោះឃើញអ្នកក្រទុរកត់ម្ដេចផ្ដាអិតមានករណាអាណិតគ្នាសោះកើតមកជាមនុស្សទោះស្រីទោះប្រុសក៏មុំកន្លោះគួរមានមេត្តាករណាដៅឆ្ពោះអ្នកដែលមានគ្រោះឲ្យបានសុខល្អអាហ្នឹងដូនតាយើងលោកប្រាប់ថាចឹងបើយើងមានទ្រព្យមានសម្បត្តិឲ្យហួងហែងនៅខ្លាំងពេកមិនចាយវាជួយសង្គ្រោះដល់អ្នកក្រថាយើងនេះវាទៅជន់អន្តេរថៃជន់អន្តេរថៃវាទៅជានេះកាន់លទ្ធិផ្សេងក្រៅអំពីពុទ្ធសាសនាវាល្អដែរអានឹងចំណុចទី2ណាញោមញាតណាអរខសម្បត្តិថែរក្សាទ្រព្យសម្បត្តិដែលរកបានកុំចាយវាជាខ្ជិលអត់ប្រយោជន៍ទៅលើគ្រឿងអបាយមុខស្រីស្រាលបែងពៀលាឲ្យសពបែបយ៉ាងហ្នឹងអបាយមុខហើយរួចយើងចេះជួយសង្គ្រោះបដល់មនុស្សដល់ជីវិតឲ្យក្រក់សត់អានឹងឈ្មោះថាយើងលះបង់សេចក្តីកំណាញ់ក្នុងចិត្តរបស់យើងឲ្យវាអស់ព្រោះសេចក្តីកំណាញ់ជាមន្ទិលមួយធំណាស់ពោលធ្វើឲ្យយើងអ្នកមានទ្រព្យឲ្យកំណាញ់សត្វស្វាយនោះមានទោសទៀតបងអត់ល្អទេសម្រាប់ពុទ្ធសាសនាបើញោមញាតមើលមកអ្នកដែលស្លាប់ទៅយកអីទៅបានខ្លះអត់បានអីទៅទេព្រះសម្មាសម្ពុទ្ធសម្ដែងថាអ្នកមីយមានnăngធនៈមនវេតិកញ្ជេអ្នកមនុស្សដែលស្លាប់លះបង់លោកនេះទៅហើយមិនដែលឃើញមានសម្បត្តិទ្រព្យអីរបស់មនុស្សនឹងទៅតាមម្ចាស់ដែលស្លាប់បានតិចតួចទេអត់ទេម្ចាស់ស្លាប់ទៅបាត់ទ្រព្យសម្បត្តិនឹងអត់ទៅតាមយើងទេនៅឯក្នុងផ្ទះអញ្ចឹងបើអញ្ចឹងមានតែយើងបរិច្ចាគទានមួយចំណែកជួយសង្គ្រោះដល់អ្នកក្រខ្សត់នឹងអត់ចាយវិញនឹងត្រឹមត្រូវអត់ខុសទេបងនឹងសំយមញាតជ្រាបទី3សមិជីវតាដល់ព្រមដោយការចិញ្ចឹមជីវិតត្រូវការចិញ្ចឹមជីវិតត្រូវគឺការងារដែលយើងរបរដែលយើងរកចិញ្ចឹមជីវិតយើងគឺវាអត់ប៉ះពាល់ទៅលើជីវិតជុំវិញខ្លួនទេយើងរកបានត្រឹមតែវាអត់ប៉ះពាល់ទៅលើជីវិតមនុស្សជុំវិញខ្លួនទេឲ្យគេកើតអន្តរាយឲ្យគេក្តៅក្រហាយខូចប្រយោជន៍ដោយសាររបររត់ទទួលទានយើងហ្នឹងអត់មានទេអានេះថាសមិជីវតាដល់ព្រមដោយការចិញ្ចឹមជីវិតនៅស្មើគឺត្រូវស្មើបាននេះថាវាមិនទៅប៉ះទង្គិចអ្នកណាសម្រាប់ពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកហាមជំនួញ5យ៉ាងរបររទទួលទាន5យ៉ាងហ្នឹងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកហាមលោកថាមិច្ឆាជីវៈការចិញ្ចឹមជីវិតនោះវាខុសវាអត់ត្រូវទេការចិញ្ចឹមជីវិតខុសទី1សត្វវៈនិជាការជួញសត្រាវុធមានតាំងពីកំបិតផ្គាក់បថៅខ្វែវជាដើមគ្រឿងបហារហូតដល់ទៅកំភ្លើងក្របបែកគ្រឿងសម្លាប់មនុស្សនឹង
ធ្វើដោយខ្លួនឯងក្តីទៅទិញគេមកលក់ក្តីលោកហាមមិនឲ្យធ្វើទេចំនួនណាចំនួនទី2សត្វវៈនៃជាហាមជួញមនុស្សនាំមនុស្សយកទៅលក់ឃើញគ្នាល្ងងគ្មានបញ្ញាទៅលបួងលលួងគ្នាយកទៅលក់នៅអាស៊ីយើងនឹងមានដែរប៉ុន្តែតិចតួចទេការជួញមនុស្សលក់មនុស្សណាយកមនុស្សទៅលក់ដេសាញោមញៀនបាននៅទ្វីបអឺរ៉ុបទ្វីបអាមេរិកនិយាយពីរ៉ូស៊ីជួញមនុស្សណាទៅចាប់ពួកអាហ្វ្រិកាពួកជនជាតិស្បែកខ្មៅពួកល្ងងដោយសាធារណៈពួកអឺរ៉ុបពួកអាមេរិកអ្នកចេះដឹងទៅចាប់ពួកនឹងដឹកតំកប៉ាល់ទឹកយកមកលក់មកកប៉ាល់រឹបប៉ុនមកដល់ក្នុងផែចំណតចតពពាយនាយប្រាប់អាពួកជនជាតិអឺរ៉ុបអាមេរិកទៅអ្នកណាត្រូវការមនុស្សយកមកប្រើគេទៅទិញអ្នកមានទ្រព្យគេទៅទិញទៅដល់គេអាចមើលទៅរូបរាងណាមានសុខភាពមមតឹមល្អល្មមធ្វើការបានគេជិញអស់แล้วគេយកអានោះមួយតម្លៃមួយប្រមាណគេកាត់ទិញមនុស្សយកមកទិញយកទៅញោមយកគេប្រើដូចសត្វដេរឆានគោក្របីត្រូវគេវាយគេទឹកគេធាក់ស្លាប់អត់មានអ្នកណាទៅការពារអីទៅដូចសត្វទៀតនេះនៅទ្វីបអឺរ៉ុបនិងទ្វីបអាមេរិកអូយនៅទ្វីបអាមេរិកនេះទើបនឹងមានលោកប្រធានាធិបតីទី16ឈ្មោះលោកអាប់រ៉ាហាំលីនកុនគាត់ឃើញអំពើសិជនធ្វើបាបមនុស្សបៀតបៀនមនុស្សដោយសារធានគាត់មានមេត្តាធ្វើគាត់ប្រជុំគ្នាធ្វើច្បាប់នៅអាមេរិកលុបបំបត្តិឈប់ឲ្យមនុស្សមើលងាយគ្នាដោយសត្វធាតុយកមកប្រើជាទេសកលវាយទឹកភាកសម្លាប់គ្នានោះវាអណោយអធិបតីគាត់ធ្វើច្បាប់គ្រាន់តែធ្វើច្បាប់ឲ្យយោមអាមេរិកបែកគ្នាជាពីរមានអាមេរិកខាងជើងអាមេរិកខាងត្បូងច្បាំងគ្នាឯងអាមេរិកភាគខាងត្បូងសុទ្ធតែពួកអ្នកធ្វើស្រែធ្វើចម្ការអាមេរិកខាងជើងសុទ្ធតែពួកអ្នកមន្ត្រីរាជការអាខាងត្បូងខាងណាចបាញធ្វើច្បាប់អញ្ចឹងអញអ្នកស្រែចម្ការបានមនុស្សណាយកមកប្រើច្បាំងបែកគ្នាជាពីរដល់អញ្ចឹងញោមដឹងមិនទេពួកអាអ្នកដែលត្រូវការយកមនុស្សមកធ្វើទេសកលខ្ញុំនិយាយណាខឹងព្យាយាមទៅបាញ់លោកប្រធានាធិបតីអាប់រ៉ាហាំលីនកុននោះសម្លាប់ចោលមិនទាន់បានចេញច្បាប់ឲ្យប្រើប៉ុណ្ណាគាត់ត្រូវពួកឃាតករសម្លាប់គាត់ឧស្សាហ៍ធ្វើច្បាប់លើកលែងមនុស្សឲ្យមានសិទ្ធិសេរីភាពស្មើគ្នាណាប៉ុន្តែទោះបីជាគាត់បាត់បង់ជីវិតដោយសារឃាតករទៅគេមិនបើច្បាប់ដែលធ្វើនៅតែគេប្រកាសប្រើរហូតសប្តាហ៍ថ្ងៃនេះបានសហរដ្ឋអាមេរិកនឹងពួកស្បែកសស្បែកខ្មៅនឹងមានសិទ្ធិស្មើគ្នាសប្តាហ៍ថ្ងៃនេះណាញោមណាញោមមកមានជនជាតិស្បែកខ្មៅធ្វើប្រធានាធិបតីអាមេរិកបានលោកបារ៉ាក់អូបាម៉ាគេស្បែកខ្មៅពីមុនមិញស្រុកអាមេរិកគេថាពួកស្បែកខ្មៅមិនអាចធ្វើប្រធានាធិបតីដឹកនាំឲ្យប្រទេសអាមេរិកបានទេជាព្យាករប៉ុន្តែអ្វីដែលគេគិតនោះវាខុសពីព្រោះគេរំលាយអវណ្ណៈនៅមើលបានជាពួកស្បែកខ្មៅនេះញោមអើយនៅអាមេរិកនិងនៅអឺរ៉ុបមានច្រើនណាស់សប្តាហ៍នេះនៅច្រើនពូជនោះសួរថាវាមកនៅទ្វីបអឺរ៉ុបទ្វីបអាមេរិកច្រើនណាស់គេចាប់យកមកលក់ដល់ឯងដោយសត្វធាតុប
พอดอกเธอจะบับเลิกเลงในโชว์เมียนเตสกอแต่ก็เมียนสลายเตะร้อนเอาไปอาตมาบานเต้าเคยมาเนาปารังก็ได้เนาอเมริกได้ผู้เชี่ยวชาญได้ขมาจรานะบอกให้คลารีนโซเจดังบานเพื่อมันไตรรัฐกาในประเทศรบในอเมริกนั่นไอ้บอกมันจังสัตว์ไงนั่นอันนั้นยัยปีกาจุนมโนแต่สมาธิปนโลหะตีใบมังสังเวในเจียช่วยจิงเจมสัตว์ได้สำหรับโยสันหลวงโดยชรูมันเตี้ยโกกับใบไอเจดามว่าห้ามมันอ้อยเปิดเตตีบูนมาเจียเวในเจียหามเฟื่อสราเครื่องยีนเครื่องสว่างนังโลกนะเฟื่อคนอันได้แต่ติงเกมมาโลกในอาหารวันยมเย็นเมื่อสัตย์ไงนี่บุตรวันอาเครื่องยีนพระสมมาสัมปลุกตรัสดังลูกหามมอนะปีเปิ้ลผมมวยร้อยผมบุญชนะไม่นะโยมกิดไปตรัสดังหมอโยมกิดเมื่อเน่าแต่เต่าพุทธิกาหรือว่าพุทธอโลสันได้หามเน่าแต่เต่าหรือสัตย์ไงนั่งไปพบโลกก็ปงแต่เองเครื่องยีนนั่งไอ้ครบประเทศทั้งออกพอมันเอาไปปราเครื่องยีนเชื่อพิสัยคือผู้ยุวิจวนยุวิญนั่งไอ้คือกำปงไอ้ปลุยบารามแต่ปลาให้โคยัยชีวิตบอมโน้นแรงปลาไอ้ก็เต้ายสันเอริชานอันนั้นตีบูนนะโดยตีปรามวิสเวเนเจียหามหามช่วยนำปื้นำปนโยต่อสำหรับชีวิตสัตว์เทียนไอเขียดดามนะในจำนวนพรำยางนี่พระสมมาสัมพุทธตรองหามสำหรับเยิงเนี่ยโลบ้านกำไรชมในง่ายบ้านตระบ้านสมบัติไอซาโลละบ่บัตรพรำยางนะจำนวนพรำยางพอนแต่เวียปะเปิลเต้าชีวิตเนี่ยได้โยตัวปราตอนนั้นนะมันประองามถ้าแต่จำนวนเขาหนึ่งยื่งอัตราประเภทเจ้าโยมเมื่อเนี่ยชวนเครื่องยีนบานกำไรชรานะใบเจ็บบอลนี่จะไทยนะเครื่องยีนเนี่ยลวดนึงว่าลวดบานซอลตรบซอลสมบัติปันแต่เนี่ยได้โยกเครื่องยีนแต่ปลากูดลับเล่นอ่ะเพื่อมันโน่ไอ้โคตรแต่ไส้แต่ซาจัดทอมเมียนสำหรับไม่เอาไอ้ที่ก็เมียนได้ทราบว่าอัดประติงเครื่องยีนแต่เตี้ยไม่เอามันสำหรับไม่เอาเมียนนะนึ่งจังมันท่านี่ไม่จังยังเนี่ยลวกบานกำไรบานจำในปันแต่เวียปะเปิลรอชีวิตจงเป็นครูนั่งบานสมาสัมพุทธลงหามว่านั่งตีใบหนึ่งหรือตีบุญกัลยาณมิตรตาอ้อยเป็นสมาสัมพุทธอายุสวายเรากัลยาณมิตรกัลยาณมิตรคือมิตรได้ละออยังโปลมาย้างท้าบุคคลได้เชี่ยสับบรอพอสับบรอโดยโยมเยียดพุทธบริษัทก็คนนี้นั่นก็ทำบุคคลสับบรอเพราะเนี่ยกำปงแต่เชี่ยเยี่ยมเรียกบังอำเภออัครดอยกายดอยไปชาจันระบอกล้วนมันเพื่อเตะตัวใบเชี่ยเรียกบังมันเต้นอ๋อก่อนเน่าแต่กำปงเชี่ยเยี่ยมเรียกบังน้องก็ชมท่าสับบรอดเลยที่เขากัลยาณมิตรเอาแต่แสบกุ๊บหนึ่งกัลยาณมิตรได้ละออการนายยืงแต่แสบกุ๊บหนึ่งกัลยาณมิตรละออแต่เป็นย้อนยืงปรับเหตุพลปีกุลปีโตปีสิกได้อักระสิกได้ละออเป็นโยโลกเป็นยอดปรับยืงโดยโยมเงียนในนำคนประกรณ์สลายโยมอย่างไร
ញោមញាតជាមានដាបេដាជាកល្យាណមិត្តរបស់កូនប្រុសកូនស្រីរបស់ញោមនឹងឯងមិត្តណាដែលគេធ្វើល្អហើយកល្យាណមិត្តនេះបើលោកមានចំណេះចេះដឹងលោកធ្វើជំនួញធ្វើមន្ត្រីរាជការអ្វីលោកតែងតែបញ្យល់ប្រាប់កិច្ចការទាំងអស់ដល់មនុស្សដែលទៅខ្សែគប់នោះឲ្យបានចេះបានដឹងទទួលចំណេះចេះដឹងល្អពីលោកហ្នឹងហៅថាកល្យាណមិត្តនឹងសូមឲ្យយើងញាតជ្រាបហ្នឹងគឺថាមិត្តល្អតែងតែផ្ដល់អល់ប្រយោជន៍ឲ្យពុំមែនសំដៅទៅលើការផ្ដល់ទ្រព្យសម្បត្តិចែកគេមរតកឲ្យយើងទេសំដៅទៅលើការទូលមានបង្ហាញបញ្យល់ប្រាប់នៅអ្វីដែលអាក្រក់ល្អអ្វីជាគុណជាទោសនឹងប្រាប់ឲ្យយើងអ្វីអាក្រក់ថាយើងមិនគួរធ្វើមិនគួរប្រព្រឹត្តគួរតែជៀសវាងកុំធ្វើប្រាអាហ្នឹងវាផ្ដល់សេចក្តីទុក្ខឲ្យលោកណែនាំលោកបញ្ញត្តិអ្វីដែលល្អគឺលោកណែនាំយើងនេះឈ្មោះថាកល្យាណមិត្តនឹងសម្ដែងអំពីប្រយោជន៍បច្ចុប្បន្ន4យ៉ាងហ្នឹងដែលធ្វើឲ្យជីវិតរបស់ញោមញាតិហ្នឹងមានយសមានស័ក្តិមានសម្បត្តិមានទ្រព្យអាសេចក្តីសុខចម្រើនកើតឡើងដោយសារទ្រព្យសម្បត្តិយសស័ក្តិហ្នឹងឯងហើយញោមញាតិគិតមើលមកបើញោមញាតិប្រព្រឹត្តទៅតាមប្រយោជន៍4យ៉ាងបច្ចុប្បន្ននេះក្រមិនកើតញោមណាបើធ្វើការមិនឈប់ហ្នឹងតែដល់ម៉ោងដល់ពេលត្រូវតែធ្វើតស៊ូនឹងការងារហ្នឹងខ្ញុំគិតមើលមកហើយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងប្រាប់ថាមនុស្សទាំងឡាយរស់នៅបានព្រោះការងារបើមិនធ្វើការងាររស់មិនបានទេអានេះទី1ណាអីរឿងដែលព្រះអង្គប្រាប់យើងនោះពិតណាស់ណាញោមណាយើងគិតមើលទៅរំពឹងមើលថាញោមយើងចាប់យើងនិយាយតាំងពីយើងមានគូសកលគ្រួសារមកចោលអាការងារពីមុនយើងរៀនសូត្រទុកមកកន្លែងនិយាយតាំងពីញោមចាប់ដៃមានគ្រួសារមេដាបេដាលោកឲ្យមានគូសកលមកត្រូវពឹងខ្លួនឯងហើយធ្វើការខ្លួនឯង2នាក់ហ្នឹងហើយណាដែលភាសាបុរាណខ្មែរគេថាគូស្រកមកគូជាមួយគ្នាស្រកគ្នាដើម្បីញ៉ាំងជីវិតគ្រួសារថ្មីរបស់ផងខ្លួននឹងឲ្យប្រព្រឹត្តទៅមកចម្រើនលូតលាស់ដល់ទ្រព្យសម្បត្តិញោមមើលមកมันចម្រើនលូតលាស់ដោយការងារដែលញោមធ្វើអត់ខ្ជិលណាមើលមែនតើនឹងព្រះសម្មាសម្ពុទ្ធលោកប្រាប់ពេតហើយថាសត្វទាំងឡាយទាំងពួងរស់បានដោយសារធ្វើការតែមិនធ្វើការរស់អត់បានទេទៅសុំគេអត់បានទេវាជាពិសេសល្អបំផុតពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធមិនដែលបង្រៀនបរិស័ទឲ្យដើរសុំគេទេអត់ទេក្នុងបត្រៃបេដកកពីបត្រៃបេដក84000តែមកកាន់ឃើញកន្លែងណាពុទ្ធបង្គាប់ឲ្យទៅសុំគេទេណាញោមអត់ទេសុំបង្គាប់ឲ្យតែធ្វើការបង្រៀនឲ្យតែធ្វើការបើដល់ញោមញៀនមិនយល់ពីពុទ្ធសាសនាឆ្វែលតែដើរសុំគេឯងសុំយូរទៅរហូតដល់មកសុំពុទ្ធទៅទៀតសុំពុទ្ធតើសុំឲ្យព្រះអង្គជួយខ្ញុំឲ្យបានអាយុវែងទៅសុំពុទ្ធលោកមានតែនេះទៅផ្ដល់ឲ្យអាយុអ្នកណាបានប្រពន្ធលោកប្រាប់ថាបើអ្នកឯងចង់បានអាយុវែងកុំសម្លាប់សត្វប្រពន្ធលោកប្រាប់អញ្ចឹងទេអត់បានប្រទានអាយុយកមកឲ្យយើងឲ្យបានវែងឲ្យឯងតែម្ដងអត់មានទេដោយតែហេតុដែលអ្នកឯងមានអាយុវែងមកពីអ្នកឯងមិនសម្លាប់សត្វបំបត្តិជីវិតគេលោកប្រាប់តែអញ្ចឹងបើញោមទៅសុំព្រះពុទ្ធថាសុំឲ្យព្រះអង្គជួយខ្ញុំបានអាយុវែងព្រះអង្គប្រាប់តែអ្នកឯងកុំសម្លាប់សត្វនេះបើទៅសុំណាទេសុំឲ្យខ្ញុំកុំឲ្យមានជំងឺរោគគាសុំឲ្យមានសុខភាពល្អសុំពីព្រះពុទ្ធអញ្ចឹងព្រះពុទ្ធថាអ្នកឯងកុំទៅធ្វើអីឲ្យសត្វប្រភេទខ្លាចតក់ស្លុតរំភើបញឹកញើណាដល់
อย่าไอ้มันเมียนโรคแต่การบ่สุขภาพละอ่อยถ้าสมัยยำการเชี่ยหน้ากวดเติมเมียนเปื้อสมบูรณ์เลยละอ๋อพลึงทลาโอ้ตอนนี้เองกลมครั้งก็ไม่กรอดครั้งแต่เองกรอดกังฉรานการเชี่ยหน้ากวดเติมเปื้อสมบูรณ์อักระอ้ายมันละอ๋อเตะแต่ลูกปรับใจจังแต่ลุมมันประสาทเตะการเชี่ยอาสมการเชี่ยหน้ากวดเติมอาสมะขยำปองนึงเมียนบนเมียนสักควงโคนุท่านเนี่ยอันกมจรณาหนึ่งตะโกนเนี่ยเราเตยเคยตีเมียนบนเมียนสักเมียนเทรียบสมบัติไอ้กมตะจรณาขั้นหนังเกเอาจุยเตยอ้อต้องสึกได้ซบพลเพียนเทรียบสมบัติไอ้กิการเมียนนั่งบนสักการเมียนเต้เนี่ยไอ้นั่งเมียนบนสักอายสมัยขยำเมียนเทรียบสมบัติเอาจุยเมียนเทรียบสมบัติวันเราท่านเนี่ยไอ้ทพูเตียนเต้บริจาคเทรียบสมบัติเตียนนั่นแหละไอ้นั่งเมียนเทรียบสมบัติลูกปรังจังแต่ไอ้ยังทพูเตสมัยขยำพออังนกการขนมตะโกนขวงขวดงหมดดำละท่านเนี่ยไอ้เจ๊กรุบเมียนด้าไม่ได้เนี่ยไอ้เต้ากรุบจากประเทศชาลูกเนี่ยปลายประเด็นเนี่ยเมนวิวัฒนาการขปองขวหรือกว่าสัมมณะเปรียมบันเด็ดนั่นก็รูปลงเนาะตาอนาคตเนี่ยอันการขนมตะโกนขปองขวสัมมาขยำในการอนาคตเติมเมียนปัญญาคลั่งคล้าเช่นนั้นตัวสัมไปบอกพ้นนะตัวท่านเนี่ยอันคำเรียนคำสอนคำแสดงคำแตรรีพิจารณาเห็นไหมยังมาปนลงเมียนช่วยไอ้บ้านแต่งตัวแล้วก็นับปรับปิดที่ถ้าบ้านไอ้จังบ้านอายุเวทเธออย่างในเธออย่างหรอกเพราะรอดตนีเตมันโดยศาสนาดเตศาสนาดเตตราเก่าไอ้ตัวสมไปเปรียสมไปเขมรแต่ละจางงับได้เคยเปรียโยไอ้มาอ้อยพอเราแต่ชื่อเตียบาเจเตศนาไงนะเย่ไปอุทานสัมปติดาวพร้อมแต่การเพื่อการเงี้ยนะโยมมันได้ปปุ่นหลกปรับโยมตัวสมรสพานะไอ้เพื่อตั้งอาการเงี้ยไอ้เราเพื่อคนใดสมเกอดบานเตสมแต่จางงับอัมบันได้บางจังสำหรับเนี่ยการพุทธศาสนามันกูสมเกเตกูชอบสมแต่ความเพื่อคนไอ้เต้าบ้านนะจังพระองค์สำแดงธนัตเอกมังสมังประเดียงเราเลยไปพบโลกเมียนอาไว้เดนเมียนกำลังสมานังการเงียเตการเงียได้ยมเพื่อนั่นเดนเมียนกำลังการเงียละอ๋ออายุเมียนเติมเมียนสมบัติเมียนโยเมียนสะแบบล้างการตปิการเงียนั่นไอ้พระองค์พระตะเมียนไอ้เมียนกำลังสมาการเงียได้ยังเท่าไหร่แต่เพื่ออักระก็อ้อยพอละกระเพื่อละอ้อก็อ้อยพอละกระพอละอ้ออันนั้นให้พุทธศาสนาในยัยปีแหกพอลกุนในยัยอย่างปีการเงียได้ยังเท่าตัวมันเลือกเท่าแต่เพื่อการเงียมันเพื่ออัดบานเตนิ่งสรับเนี่ยการพุทธศาสนาโนเป็นจังเทศนาคณะอาตมาสำแดงปีประโยชน์ปัจจุบันบุญญาณนะปนมุนลงไปชอบเตติสนาส่งอธิบายในกลุ่มวิจนะมาดองตีปรับทฤษฎีโยมเอาจับทีมวยเอาอสาทเวการนี้จังไรกุมคิลจระโอตัดดอนมองดอนเปตราแต่เธอตีปีแทรศาสตร์สมบัติได้ทุนเราบานหมอใจเวียไอเต็มเราละอตามเธอก็มีตัวใจเวียเขาเราเธอที่ใบการเช่นเจวิตบอกล้วนไอสมาก็มาไอเบียปะเปิลตัวเลยชีวิตจุ่มบิงล้วนเมียนจุ่มนวลปรัญญาจุ่มเขาตีบุญสมไอแสบกบกัลยาณเม็ดกลมตัวแสบกบบาปเม็ดพอตับบาปเม็ดนำตัวเพอสีรำจริงใส่สระ
បើកលយ៉ានមិត្តលោកហាមណានឹងអត់ល្អអានេះ4យ៉ាងនេះដែលធ្វើឲ្យសម្បត្តិទ្រព្យញោមកើតនៅក្នុងលោកីបច្ចុប្បន្នញោមមកញោមគិតមើលគោលធ្វើ4យ៉ាងនេះបើយើងធ្វើតាមក្រមិនកើតញោមណាក្រមិនកើតវាអត់មានទៅជាអ្នកក្រទេវាទៅជាអ្នកមានទ្រព្យមានសម្បត្តិហើយយើងខ្ជិលមិនធ្វើតែខ្លួនឯងបានទ្រព្យមកចាយវាដល់ទៅបន្ទោសថាកាន់ពុទ្ធសាសនានឹងនាំឲ្យតែមនុស្សក្រអត់ត្រូវទេណាញោមណាអាត្មាបដិសេធអត់ទេវិញញោមបើស្ដាប់ទស្សនាយល់ហើយក៏ប្រកាសជាបដិសេធដែលថាពុទ្ធសាសនាមិននាំមនុស្សឲ្យក្រទេបើកាន់ពុទ្ធសាសនាច្បាស់លាស់ពិតប្រកបអ្នកដែលកាន់ពុទ្ធសាសនាប្រកបទៅជាអ្នកមានទ្រព្យមានសម្បត្តិយស័ក្តិជីវិតរស់នៅជាមនុស្សបានសេចក្តីសុខនេះអាត្មាសម្ដែងហើយណាញោមណាថាសម្បត្តិមនុស្សលោកីបច្ចុប្បន្ននឹងជាឫសជាគល់នៃឋានសួគ៌និងព្រះនិព្វានបើញោមធ្វើប្រយោជន៍បច្ចុប្បន្ននឹងមិនសម្រេចទេបានដើមទុននេះណានឹងធ្វើទៅកាន់ឋានសួគ៌និងព្រះនិព្វានទៅកាន់ឋានសួគ៌វាមានទានមួយនៅក្នុងហ្នឹងបរិច្ចាគទានអានេះគេហៅថាប្រយោជន៍ក្នុងបរលោកណាវាមានទី1ត្រូវធ្វើសិលអត់ទី1ត្រូវមានសទ្ធាសីលៈអសទ្ធាសម្បទាដល់ព្រមដោយសទ្ធាទី2សីលៈសម្បទាដល់ព្រមដោយការរក្សាសិលទី3ចក្យសម្បទាដល់ព្រមដោយការបរិច្ចាគទ្រព្យធ្វើទានទី4បញ្ញាសម្បទាដល់ព្រមដោយការនេះប្រយោជន៍ដើម្បីទៅកាន់ឋានសួគ៌មាន4យ៉ាងបរលោកប៉ុន្តែសំដែងអត់កើតទេសំដែងតែប្រយោជន៍បច្ចុប្បន្នឲ្យយល់ស្ដាប់អូមានខ្ញុំមើលស្អាតមានហេតុផលទៅអត់ចឹងធ្វើទេសនាក៏ក្នុងកម្មវិធីបុណ្យខួប100ថ្ងៃឧបាសិកាជាស្ងួនក្នុងឱកាសនេះក៏លមងគួសមតាមកាលនិងវេលាលមងញោមញាណអង្គុយស្ដាប់ក៏មិនសូវចោកចង្កេះចោកខ្នងអីទេពីគោលធ្វើក៏ងាយចាំបានផងចាំបានទេញោមគោលធ្វើ4យ៉ាងហ្នឹងទី1មិនខ្ជិលច្រអូសព្យាយាមធ្វើការងាយតាទី2រកទ្រព្យបានចាយវាយឲ្យត្រឹមត្រូវកុំយកទៅចាយវាយគ្រឿងពេលនេះទី3ចិញ្ចឹមជីវិតឲ្យត្រូវជៀសវាងអញ្ចឹមជីវិត5យ៉ាងខុសទី4សេពគុកលយានមិត្តងាយចាំស្រួលបំផុតប៉ុណ្ណឹងមកយកទៅគិតរំពឹងទៅបើធ្វើបានដល់ក្រមិនកើតកុំទៅបន្ទោសពុទ្ធហ្នឹងថាពុទ្ធនឹងមនុស្សឲ្យក្រអត់ត្រូវអីតិចតួចទេចឹងធ្វើទេសនាក្នុងការនេះក៏លំមសំគួរតាមកាលនិងវេលាហើយតែមុននឹងបញ្ចប់ធ្វើទេសនាក៏សូមក៏ឧទ្ទិសកុសលផលបុណ្យដែលកើតពីការសម្ដែងធ្វើទេសនាការស្ដាប់ធម៌ទេសនារបស់ញោមញាតិគ្រប់គ្នាទាំងអស់យើងឧទ្ទិសជូនចំពោះឧបាសិកាជាស្ងួននិងបុព្វការីរបស់លោកអ្នកម្ចាស់ដើមបុណ្យទាំងអស់ហើយនឹងបុព្វការីជនរបស់ញោមញាតិពុទ្ធបរិស័ទទាំងអស់ដែលត្រូវជាញាតិមិត្តសន្តានព្រៀងលៀននោះជាញាតិទើទាំងអស់ចូលមកអត្តមោទនាព្រះអសតមានបុព្វការីជនដូចគ្នាទាំងអស់ចូលយើងឧទ្ទិសកុសលផលបុណ្យដែលកើតពីការសម្ដែងធម៌ស្ដាប់ធម៌នេះជូនចំពោះបុព្វការីជនគ្រប់រូបទាំងអស់មានឧបាសិកាជាស្ងួននឹងជាដើមលោកអ្នកទាំងឡាយស្ថិតនៅទីកន្លែងណាក៏សូមអនុមោទនានៅកុសលផលបុណ្យដែលកើតពីធម្មទានក្នុងឱកាសនេះពោលដែលកូនចៅញាតិមិត្តសន្តានព្រៀងរៀនទាំងអស់ជាមនុស្សឧទ្ទិសជូនទៅលោកសូមឲ្យលោកត្រេកអរអនុមោទនាទទួលនៅកុសលផលបុណ្យហ្នឹងទៅតាមសំគួរដល់សេចក្តីប្រាថ្នាត្រូវការរបស់លោកអ្នកទាំងឡាយនៅចោលកុំបីខ្លាយរលាយទៅជាបការៈអ្វីដទៃឡើយបន្ទាប់មកសូមជូនពរដល់ញោមញាតិពុទ្ធបរិស័ទអ្នកស្ដាប់ធម៌ទេសនាសូមឲ្យចម្រើនលូតលាស់ដោយបញ្ញា
ស្ដាប់ធម៌ទេសនានេះបើដែលយើងមានថាកាន់ពុទ្ធសាសនានាំឲ្យក្រនឹងលុបចេញទៅព្រមមិញសំដែងស្ដាប់ឲ្យអត់ក្រទេបើទៅបានទៅជាអ្នកមានអានឹងបើញោមយល់ស្ដាប់បានក៏បញ្ញាថ្មីកើតឡើងហើយដល់ញោមញាតហ្នឹងរួចញោមញាតចាស់ហើយមានទ្រព្យមានសម្បត្តិគ្រប់គ្រាន់ហើយយកប្រយោជន៍ធ្វើ4យ៉ាងទៅប្រាប់កូនចៅនៅផ្ទះដែលបានមកស្ដាប់ធ្វើថាណែកូនណែចៅអើយយាយម៉ែទៅស្ដាប់ធ្វើនេះធម្មកថាប្រយោជន៍4យ៉ាងបច្ចុប្បន្នគឺទ្រព្យសម្បត្តិយសសសម្បត្តិយ៉ាងហ្នឹងប្រពន្ធលោកឲ្យយើងធ្វើដោយលក្ខណៈ4យ៉ាងទៅនឹងកើតជាមានទ្រព្យមានយសមានសម្បត្តិបានសេចក្តីសុខក្នុងជីវិតមនុស្សយកទៅប្រាប់កូនចៅទៀតញោមកុំចេះឲ្យទុកតែម្នាក់ឯងទៅឲ្យកូនចៅផ្ទះនោះទៀតនឹងសម្បានប្រកបពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈជានិច្ចនិរន្តរ៍រៀងទៅអយ៉ាងសង្ខេបេនធម្មទេសនាសមតាធ្វើទេសនាក៏សន្មតទៅចប់ដោយសង្ខេបតែប៉ុណ្ណេះឯងអេវ៉ាំង